សូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទស្វាគមន៍មកកាន់ Channel YouTube របស់ខ្ញុំបាទហើយក្នុងវីដេអូនេះដែរខ្ញុំនឹងមកធ្វើការកែលំហាត់មួយនៅក្នុង Excel បាទអញ្ចឹងក្នុងលំហាត់នេះគឺគេឲ្យយើងធ្វើការគណនារបន្ទុកមជ្ឈុំភាគរបស់សិស្សម្នាក់ៗបាទអញ្ចឹងយើងមើលសំណួរ A ហ្នឹងគឺគេឲ្យយើងគណនារបន្ទុកជាមជ្ឈុំរបស់សិស្សម្នាក់ៗហើយបន្ទុកហើយសំណួរ B ហ្នឹងគឺគណនារចំណាត់ថ្នាក់របស់សិស្សម្នាក់ៗហើយសំណួរ C គឺគណនារលទ្ធផលរបស់សិស្សម្នាក់ៗបាទអញ្ចឹងក្នុងគណនារលទ្ធផលរបស់សិស្សម្នាក់ៗហ្នឹងគឺគេមានលក្ខខណ្ឌឲ្យយើងកំណត់ទៀតបាទអញ្ចឹងគេថាបើសិនជាសិស្សមានបន្ទុកធំជាងឬស្មើ50អញ្ចឹងសិស្សគឺអាចប្រឡងជាប់មានថាបើសិនជាខុសពីលក្ខខណ្ឌដែលគេកំណត់ហ្នឹងអាហ្នឹងគឺធ្លាក់បាទហើយសំណួរ D ហ្នឹងគណនារបន្ទុកធំជាងគេជាមធ្យមនិងបន្ទុកតូចជាងគេបាទឥឡូវយើងទៅធ្វើការគណនានៅសំណួរទី1ទាំងអស់គ្នាបាទអញ្ចឹងកន្លែងនេះ average ហ្នឹងគឺគេឲ្យយើងរកជាមធ្យមបន្ទុកជាមធ្យមរបស់សិស្សម្នាក់ៗហ្នឹងអញ្ចឹងកន្លែងនេះគឺអត់បាក់ទេយើងគ្រាន់ដាក់សញ្ញាស្មើមកសំទោសខ្ញុំដូរភាសាសិនយើងដាក់សញ្ញាស្មើហើយយើងសេរូបមន្ត average បាទអូខេអញ្ចឹងរូបមន្តមួយនេះបាទអញ្ចឹងយើង select មកហើយយើងធ្វើការបូកសរុបបន្ទុកទាំងអស់មុខវិជ្ជាទាំងអស់ដែលយើងចង់គណនាគិតជាមធ្យមភាគបាទតមកយើងធ្វើការបិទវងកញ្ចក់ enter មកអញ្ចឹងគឺយើងគណនាបានហើយយើងអាចធ្វើការទាញទិន្នន័យបានបាទអញ្ចឹងវាបង្ហាញលទ្ធផលមកហើយបាទអញ្ចឹងបន្ទុកដែលគិតជាមធ្យមគឺបានប៉ុណ្ណឹងបាទហើយសំណួរបន្ទាប់កន្លែងនេះគឺគេឲ្យយើងរកចំណាត់ថ្នាក់ទាក់ទងនឹង rank ហ្នឹងគឺចំណាត់ថ្នាក់របស់សិស្សម្នាក់ៗបាទអញ្ចឹងកន្លែងនេះយើងស្មើមកហើយយើងសេរូបមន្តនឹង rank ដែរដើម្បីរកចំណាត់ថ្នាក់គឺយើងប្រើរូបមន្ត rank បាទអញ្ចឹងមុនដំបូងគឺយើងត្រូវធ្វើការ select ទៅលើនេះ average របស់យើងនេះបាទ select ទៅលើមួយមកហើយយើងធ្វើការក្បៀសមួយបាទបន្ទាប់មកយើងធ្វើការ select ទៅលើ average យើងម្ដងទៀតយើងធ្វើការ select ពីលើរហូតដល់ក្រោមមកបាទហើយកន្លែងនេះយើងកុំភ្លេចប្រើ F4 មួយផង key F4 នៅខាងលើហ្នឹងយើងប្រើ F4 ហ្នឹងគឺដើម្បីធ្វើការ lock cell នៅពេលដែលយើងធ្វើការទាញទិន្នន័យមកដើម្បីកុំឲ្យវាបំលាស់ cell បាទបំលាស់ទី cell អញ្ចឹងបាទគឺយើងប្រើ F4 ហ្នឹងគឺដើម្បីធ្វើការ lock cell ហើយនៅពេលដែលយើងប្រើ F4 គឺវាចេញសញ្ញាដុល្លារបែបនេះបាទអូខេតែប៉ុណ្ណឹងមកហើយយើងធ្វើការបិទមុខកញ្ចក់មកធ្វើការ enter មកបាទអញ្ចឹងយើងធ្វើការទាញទិន្នន័យមកអូខេអញ្ចឹងវានឹងចាប់ទិន្នន័យតាមលំដាប់ហើយបាទអូខេហើយសំណួរបន្ទាប់ហ្នឹងតកតងនឹង result នេះគឺគេចង់ដឹងលទ្ធផលរបស់សិស្សប្រឡងជាប់ឬធ្លាក់បាទដោយគេប្រាប់លក្ខខណ្ឌមកបើសិនជាសិស្សមានបន្ទុកធំជាងឬស្មើ50អញ្ចឹងផាសមានប្រឡងជាប់បើសិនជាខុសពីហ្នឹង fail មានថាប្រឡងធ្លាក់បាទអញ្ចឹងដើម្បីធ្វើលក្ខខណ្ឌហ្នឹងបានគឺយើងប្រើរូបមន្តមួយដែលហៅថារូបមន្ត if បាទអញ្ចឹងយើង select ទៅលើរូបមន្ត if នេះមករូបមន្ត if នេះគឺយើងប្រើដើម្បីកំណត់ទៅលើលក្ខខណ្ឌដែលនិយាយអំពីលក្ខខណ្ឌ true false ឬលក្ខខណ្ឌពិតមិនពិតបាទអញ្ចឹងលក្ខខណ្ឌនេះមានមួយពិតមួយទៀតមិនពិតបាទអញ្ចឹងកន្លែងនេះយើង select ទៅលើចំនួន average របស់យើងមកបាទហើយបន្ទាប់មកយើងធ្វើការកំណត់លក្ខខណ្ឌមកបាទបើសិនជាសិស្សមានបន្ទុកធំជាងឬស្មើ50បាទអញ្ចឹងកន្លែងនេះយើងខមាមួយបន្ទាប់ពីយើងធ្វើចប់មួយហើយអូខេអញ្ចឹងបើសិនជាវាចូលក្នុងលក្ខខណ្ឌហ្នឹងយើងឲ្យគាត់ប្រឡងជាប់អញ្ចឹងយើងបើករបបពោលមួយផាសអូខេអញ្ចឹងយើងខមាមួយទិន្នន័យប៉ុណ្នេះគេហៅថាលក្ខខណ្ឌពិត
ដោយសារយើងកំណត់លក្ខខណ្ឌឲ្យគេពិតមានន័យថានេះបើសិនជាសិស្សគាត់មានបន្ទុកធំជាងឬស្មើ50អញ្ចឹងប្រឡងជាប់អញ្ចឹងលក្ខខណ្ឌពិតអញ្ចឹងលក្ខខណ្ឌពិតបែបម៉េចលក្ខខណ្ឌពិតបើសិនជាវាខុសពីលក្ខខណ្ឌដែលយើងកំណត់ហ្នឹងអញ្ចឹងយើងចង់បង្ហាញលទ្ធផលគេបែបម៉េចបើសិនជាវាមានតែពីរលក្ខខណ្ឌអញ្ចឹងមានមួយពិតមួយមិនពិតអញ្ចឹងកន្លែងនេះយើងគ្រាន់តែបង្ហាញលទ្ធផលដល់គេមកបើសិនជាវាខុសពីលក្ខខណ្ឌហ្នឹងអញ្ចឹងយើងដាក់ fail មកជាក្នុង double quote យើងនេះយើងអាចសេជាខ្មែរក៏បានសេជាអង់គ្លេសក៏បានដែរបាទអញ្ចឹងនេះលក្ខខណ្ឌមិនពិតអញ្ចឹងយើងបានកំណត់លក្ខខណ្ឌទេអញ្ចឹងលក្ខខណ្ឌមិនពិតវានឹងចាប់យកចំនួនទិន្នន័យដែលយើងមិនបានកំណត់លក្ខខណ្ឌឲ្យវាមានថាលក្ខខណ្ឌណាដែលយើងអត់បានកំណត់ឲ្យវាអញ្ចឹងវានឹងចាប់យកចំនួនលេខដែលនៅសល់បាទអញ្ចឹងយើងធ្វើតែប៉ុណ្្នឹងមកអូខេបិទមុខកញ្ចក់ទៅ enter ជាងកន្លែងនេះសិស្សមានបន្ទុក80បាទអញ្ចឹងគាត់លើសពី50អញ្ចឹងប្រឡងជាប់បាទអញ្ចឹងកន្លែងនេះក្រោម50អញ្ចឹងប្រឡងធ្លាក់កន្លែងនេះអូខេ 49.8 អញ្ចឹងធ្លាក់ខ្វះមួយបន្ទុកក៏អត់ជាប់ដែរអត់ដឹកលេងដែរបាទហើយសំណួរ D បន្ទាប់ទៀតគេឲ្យយើងគណនារកបន្ទុកដែលធំជាងគេនិងជាមធ្យមហើយនឹងតូចជាងគេបាទអញ្ចឹងយើងមកមើលតារាងទិន្នន័យខាងក្រោមអូខេអញ្ចឹងកន្លែងនេះ high score នេះគឺគេឲ្យយើងរកបន្ទុកដែលធំជាងគេទៅតាមមុខវិជ្ជានីមួយៗបាទអញ្ចឹងកន្លែងនេះដើម្បីរកបន្ទុកឬក៏ទិន្នន័យដែលធំជាងគេកន្លែងនេះគឺយើងប្រើរូបមន្ត math បាទអូខេអញ្ចឹងយើងសេរូបមន្ត math មកហើយយើងធ្វើការ select ទៅលើទិន្នន័យយើងទាំងអស់ដែលយើងចង់ស្វែងរកវាអូខេបិទវងជាប់មកកន្លែងនេះអត់សូវបានទេបាទអូខេអញ្ចឹងបន្ទុកក្នុងនេះគឺវាមាន95ដែលបន្ទុកធំជាងគេទាំងអស់តទៅនឹងមុខវិជ្ជាគណិតនេះបាទអញ្ចឹងយើងធ្វើការទាញទិន្នន័យមកបាទ medium score នេះគឺគេឲ្យយើងរកជាមធ្យមបាទអញ្ចឹងរូបមន្តរកជាមធ្យមគឺយើងប្រើរូបមន្ត average ដូចខាងលើដែរបាទអញ្ចឹងយើង select មកអញ្ចឹងកន្លែងនេះឃើញ 58.5 បាទអូខេដល់ពេល lowest score នេះគឺគេឲ្យយើងរកបន្ទុកដែលទូចជាងគេបង្អស់បាទអញ្ចឹងដើម្បីរកបន្ទុកដែលតិចជាងគេបង្អស់ឬក៏ទិន្នន័យដែលតិចជាងគេបង្អស់គឺយើងប្រើរូបមន្ត min បាទរូបមន្ត min គឺប្រើសម្រាប់រកទិន្នន័យដែលតិចជាងគេបាទអញ្ចឹងយើងធ្វើការ select ទៅលើទិន្នន័យយើងមកហើយយើងធ្វើការបិទវងកញ្ចក់បាទ enter មកហើយយើងធ្វើការទាញទិន្នន័យមកជាការស្រេចបាទហើយក្នុងលំហាត់នេះដែរគឺមានតែប៉ុណ្្នឹងទេបាទហើយសូមអរគុណសម្រាប់ការតាមដានវីដេអូពីដើមរហូតដល់ចប់បាទសូមសំណាង